នេះជាទស្សនភាពស្មៅបងប្អូនស្មៅដែលខ្ញុំកំពុងកាត់ទៅវាមានកម្ពស់ហ្នឹងហើយយ៉ាងហើយកាលណាយើងទុកវាខ្ពស់ខ្លាំងទៅវានឹងគ្របដើមទុរេនយើងហើយវានឹងបង្កមានបញ្ហារោគច្រើនផងបងប្អូនហើយខ្ញុំកំពុងធ្វើការកាត់វាសិនទស្សនភាពរួមនៃស្មៅដែលអត់ទាន់កាត់បងប្អូនដើមសាវម៉ាវបងប្អូនដើមសាវម៉ាវកុំការបងប្អូនការសាវម៉ាវការសាវម៉ាវនេះជាការកាត់ស្មៅរបស់ខ្ញុំបងប្អូនហ្នឹងហើយខ្ញុំថែទាំការកាត់ស្មៅគឺជាធ្វើបែបហ្នឹងហើយបងប្អូនបងប្អូនតរេនខ្ញុំដល់ជាទៅខ្លះក៏រៀងល្អខ្លះទៅប៉ុន្តែបងប្អូនចង់បង្ហាញបងប្អូនដើមនេះមួយដើមនេះដួងវាលុកលុយខ្លាំងពេកបងប្អូនវាស៊ីខ្លាំងឥឡូវវាងាប់អស់មួយចំហៀងដើមហ្នឹងបងប្អូនហើយមកខាងនោះនៅរស់ខ្ញុំអត់ដែលបានសូវមើលវាឥឡូវអ្នកខ្ញុំមើលបញ្ហារោគវាគឺអញ្ចឹងបងប្អូនអ្នកដួងកាលណាវាស៊ីវាឃើញចឹងណាតកោដួងស៊ីឡើងអាចឡើងកហើយអញ្ចឹងហើយបានដើមវាងាប់បងប្អូនហ្នឹងឥឡូវចាំមើលតិចទៀតខ្ញុំនឹងបង្ហាញអំពីការឆ្កឹះដួងហ្នឹងបងប្អូននេះចាំមើលខ្ញុំនឹងយកឡើងហ្នឹងដើម្បីឲ្យចាប់សត្វដួងដល់បងប្អូនមើលសត្វហ្នឹងវាសាហាវណាបងប្អូនស៊ីដើមត្រេនដល់ងាប់ហ្មងចាំមើលបងប្អូនខ្ញុំប្រើឧបករណ៍ពីរនេះកំបិតហើយនឹងទុលវីសដើម្បីយកមកឆ្កឹះវាបងប្អូននេះដាក់ផ្លប់មកឃើញបងប្អូននេះឃើញដួងប៉ុណ្ណានេះណាបងប្អូននេះកាប់វាមកឃើញហ្មងនេះវានៅក្នុងហ្នឹងចាប់ដៃឲ្យបងប្អូនមើលឃើញនឹងដួង
ដោយសារពេលវេលានេះវាល្ងាចដែរហើយបងប្អូនហើយខ្ញុំនៅត្រូវធ្វើដំណើរវិលត្រឡប់ទៅអឺខេត្តវិញហើយអញ្ចឹងហើយខ្ញុំគិតថាការងារកាត់ស្មៅរបស់ខ្ញុំផ្អាកទៅសិនហើយខ្ញុំនៅបង្ហើយកិច្ចការមួយចំនួនហើយកន្លែងនេះគឺជាស្មៅដែលអត់ទាន់កាត់បងប្អូនហើយខាងនេះដែលកាត់ហើយប្លង់ខាងនេះគឺប្លង់ដែលកាត់ហើយបងប្អូនកាលណាកាត់ហើយវាមានលក្ខណៈបែបនេះមើលទៅស្អាតបងប្អូនកាលណាកាត់ហើយយើងមើលទឹកកភាពជារួមវាអញ្ចឹងឥឡូវជូនបងប្អូនមើលថាលទ្ធផលដែលខ្ញុំមកចុងសប្តាហ៍នេះខ្ញុំធ្វើកាត់ស្មៅបានវាប៉ុណ្ណានេះបងប្អូនយើងអញ្ចឹងអានេះបែកខាងកាត់ហើយបងប្អូននេះដោយសារទីធ្លាវាធំដែរបងប្អូនហើយខ្ញុំដោយសារកន្លែងកាត់ហើយនេះវាធំដែរអញ្ចឹងទៅខ្ញុំដើរអត់សពទេអញ្ចឹងខ្ញុំក៏បង្ហាញបងប្អូនត្រួសខ្លះការងារចុងសប្តាហ៍ខ្ញុំដែលធ្វើដំណើរដីជិត200គីឡូនេះគឺខ្ញុំមកធ្វើកិច្ចការបានមួយចំនួនហើយមុននឹងទៅវិញហ្នឹងខ្ញុំនឹងទៅមើលការងារអីខ្លះដែលនៅសេសសល់ចាំបាច់ហើយខ្ញុំធ្វើឲ្យនឹងចេញដំណើរទៅព្រោះខ្ញុំនៅអត់ដល់ល្ងាចពេកទេព្រោះធ្វើដំណើរឆ្ងាយដែរហើយជិត200គីឡូបានទៅដល់គោលដៅទៀតបងប្អូនបាទនេះជាទស្សនវិជ្ជារួមបងប្អូនក្រោយពេលដែលខ្ញុំបានកាត់ស្មៅរួចហើយបងប្អូននេះគឺវាមានសភាពបែបនេះឯងហើយពេលថ្ងៃល្ងាចត្រជាក់ទៅអាចនឹងអង្គុយលេងក្រៅកន្ទេលឬក៏ដាក់តុឲ្យអង្គុយលេងទៅទីវាលនេះបានបងប្អូនត្រជាក់ល្អនៅពេលល្ងាចទៅថ្ងៃចិត្តលិចឯខ្ទង់ម៉ោង5ម៉ោងអីណាយើងសម្រាប់ពីការងារបងប្អូនអរគុណច្រើនបងប្អូនណាថ្ងៃក្រោយជួបគ្នាវីដេអូបន្តទៀតអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតអរគុណជម្រាបលា